banនេះជាការកែច្នៃសាប៊ូពេលយើងទៅតាមព្រៃទៅបោះតង់អីចឹងបើយើងដាក់ទាំងដុំធំអញ្ចឹងវាពិបាកប្រើវាធ្លាក់ប្រឡាក់ដីប្រឡាក់អីអញ្ចឹងយើងកែច្នៃវាយើងយកសាប៊ូដុំហ្នឹងយកមកកាត់វាទូចមកកាត់វាផ្ទះទូចស្ដាងដូចរូបអញ្ចឹងទៅកាត់វាអស់ហើយយើងយកទៅដាក់ក្នុងកំប៉ុងទៅដោះគូឆៅអីចឹងទៅដាក់លើភ្លើងទៅស្ងោរវាឲ្យវារលាយអស់ហើយកូរវារលាយសពហើយឡើងទៅយើងយកសារ៉ាងមួយមកយើងដាក់ចូលក្នុងសារ៉ាងហ្នឹងទៅយើងចាក់ចូលក្នុងសារ៉ាងហ្នឹងមកចាក់ឲ្យពេញហើយទុកវាឲ្យស្ងួតឲ្យរឹងទៅយើងកាត់ក្បាលវាចេញហើយយើងចាក់វាចេញមកក្រៅវិញយើងមើលក្នុងរូបហ្នឹងយើងកាត់ដុំទូចសម្រាប់តែយើងលាងម្ដងពេលយើងប្រឡាក់ដៃអញ្ចឹងយើងយកមកដុំទូចហ្នឹងយកមកលាងមកនឹងវាស្រួលហើយយើងដាក់ចូលក្នុងកំប៉ុងមកគ្របវាជិតមកកុំឲ្យវារលាយយើងគ្របអត់ជិតវារលាយហើយដល់ពេលនេះកែច្នៃកដងទឹកសុទ្ធដើម្បីកុំឲ្យពិបាកមួករោមកហូរឈូប្រហែលអញ្ចឹងយើងដាក់សារ៉ាងហ្នឹងមកដល់ពេលយើងត្រូវការលាងយកសាប៊ូមកដុំមកហើយយើងចុចវាតិចមកវាចេញទឹកមកតិចហើយយើងលាងវាស្រួលវាអត់ចាំបាច់ប្រើទាំងដុំទៅវារលាយទៅវាខូចទៅវារលាយទាំងអស់ចា៎នេះយើងប្រើចង់លាងយើងច្បាច់វាចុចវាតិចមកហូរមកជ្រោយមកលាងដៃស្អាតហ្មងរួចជាការស្រេច